បាទគ្រប់សួស្តីដល់ពុកម៉ែបងប្អូនយាយតាតាមបណ្ដាញសង្គម Facebook TikTok YouTube ទាំងក្នុងប្រទេសទាំងក្រៅប្រទេសដែលសេចក្តីគោរពរាប់អានឆ្នាំ2025ខែ9ថ្ងៃទី1ខ្ញុំបានធ្វើដំណើរឡើងភ្នំរត់ថ្នាំជីកមើមថ្នាំចិននេះភរិយាលោកគ្រូថ្នាំតែលោកគ្រូធំអត់បានមកឯនៅផ្ទះមកតែភរិយាឯនេះលោកគ្រូធំឡើងអត់រួចទេនេះគាត់ពងជីកមើមថ្នាំចិនជីកមើមថ្នាំចិននេះតែភាពព្រៃភ្នំលើកំពូលភ្នំស្អាតណាស់បងប្អូនហើយនេះមុខ idol អ្នកយកឃ្មុំអ្នកដើររកឃ្មុំមកមុខ idol បានមើលច្រើនហើយតាហ្នឹងឡើមកក៏ភ្លុះមើមថ្នាំចិនបានជួបពី3គុំនេះមើមច្រើនណាបងប្អូនណានេះដាក់ចូលយ៉ែលអីដាក់យ៉ែលនោះទៅកុំឲ្យប្រឡាក់អីយ៉ែលណាចូលក្រុងខ្ញុំយកក្រុងមកដែរតែក្រុងណានឹងយ៉ែលហ្នឹងគូយ៉ែលឡើងពេញអស់ហ្នឹងតែជាភាពលើកំពូលភ្នំព្រះយកក្រុងមកលើកំពូលភ្នំព្រះស្ថិតនៅនឹងខេត្តបាត់ដំបងក្រុងហើយហ្នឹងបានច្រើនតានេះអង្គរៈកងការពារបាត់មួយហើយនៅតែមួយឯងបងប្អូនដើរគាស់ថ្នាំគឺនៅមិញអានោះវាស្ទើរហើយជិតបានដើរគាស់ថ្នាំមើមថ្នាំចិនហើយនេះ idol អ្នកយកឃ្មុំនេះបងប្អូនអើយនៅមើមថ្នាំចិនមកគុំនេះស្ដាយដល់ហើយនេះនៅកលៀតថ្មមិនដឹងជាធ្វើមកយកបានដល់មានដាច់ត្បែងមកគុំនេះបាទចង់កន្លះគីឡូជាងហើយបងប្អូនចង់កន្លះគីឡូជាងហើយបើសិនថាមានពុកម៉ែបងប្អូនយាយតាតាមបណ្ដាញសង្គម Facebook TikTok YouTube ក្តីលោកគ្រូអ្នកគ្រូចង់បានសុទ្ធបុរាណថ្នាំខ្មែរដើមឈើអីប្រភេទថ្នាំអីអាចតាក់ទងតាមបណ្ដាញសង្គមឆាត Facebook ខ្ញុំបាទផ្ទាល់ខ្លួនបានលើកំពូលភ្នំព្រះតែជាភាពព្រៃភ្នំបងប្អូនខេត្តបាត់ដំបងសាក់ឆ្កឹះមើលអីដើររដងទៅផ្លូវឆ្ងាយបានសមាជិកតែ2នាក់ទេតែថ្ងៃនេះផ្លូវចិត្តបានសមាជិកដល់3នាក់បានសមាជិក3នាក់អ្នករកឃ្មុំគេរួមដំណើរមកម្នាក់ដែរព្រមទាំងអ៊ីក៏គាត់មកដែរយករួចនេះយាយយកបានយកណែដល់ប៉ុណ្ណាតែជាភាពไปភ្នំលើកំពូលភ្នំព្រះឆ្នាំ2025ឆ្នាំ2025ខែ9ថ្ងៃទី1ថ្ងៃទី1ខែ10បងប្អូនសំទោសចូលក្នុងកាហែងថ្មបើពេញចិត្តសូមកុំភ្លេចជួយ comment និង like share និងចុច follow channel YouTube ខ្ញុំបាទម្នាក់មួយផងអរគុណច្រើនជម្រាបលា